នេះគឺជាវីរៈសមណៈមួយអង្គដែលបានធ្វើការបដិវត្តន៍ជួយជាតិមាតុភូមិនិងសាសនាក្នុងសម័យដែលប្រទេសកម្ពុជាស្ថិតក្រោមការត្រួតត្រារបស់បារាំងហើយលោកមានឈ្មោះថាអាចារ្យហែមជីវក្នុងវីដេអូនេះខ្ញុំនឹងនាំអារម្មណ៍បងប្អូនទាំងអស់គ្នាទៅស្គាល់ប្រវត្តិរបស់លោកថាតើអាចារ្យហែមជីវគឺជានរណាហើយហេតុអ្វីបានជាគេចាប់លោកទៅដាក់គុកនៅកោះត្រឡាយខ្មែរក្រោមបច្ចុប្បន្នអាចារ្យហែមជីវគឺជាព្រះសង្ឃមួយអង្គដែលហ៊ានពលីជីវិតរបស់លោកដើម្បីទៅការថែរក្សានៅអក្សរសាស្ត្រនិងការជិះជាន់ពីពួកបរទេសតាំងតែពីទសវត្សរ៍ឆ្នាំ40ដែលកាលនោះបារាំងបានចូលមកដាក់អាណានិគមលើកម្ពុជាដែលបានធ្វើឲ្យមានការរើបម្រាស់របស់ប្រជាជនគ្រប់ជាន់ថ្នាក់ទាំងអស់ព្រមទាំងព្រះសង្ឃផងដែរការពិតទៅដែលធ្វើឲ្យប្រជារាស្ត្រចុកឈាមនោះគឺដោយសារតែរឿងអក្សរសាស្ត្រជាតិយើងតែម្ដងកាលពីសម័យដែលបារាំងត្រួតត្រាស្រុកខ្មែរកិច្ចការងាររដ្ឋបាលផ្សេងៗគឺប្រើភាសាបារាំងជាផ្លូវការដោយគេចង់លុបបំបាត់អក្សរសាស្ត្រខ្មែរយើងចោលតែម្ដងហើយពួកបារាំងនេះចង់ឲ្យយើងប្រើអក្សរឡាតាំងជាអង់គ្លេសសំនៀងខ្មែរដូចវៀតណាមសពថ្ងៃអីចឹងដែលជាហេតុធ្វើឲ្យយើងមិនស្គាល់អក្សរសាស្ត្រខ្លួនឯងនៅនាពេលអនាគតខាងមុខអរគុណដល់ផលិតផលទឹកយិនសិនម៉ាក់អ៊ីសម្រាប់បងប្អូនមានបញ្ហាសុខភាពឧស្សាហ៍វិលមុខស្រវាំងភ្នែកនឿយហត់អស់កម្លាំងធ្វើការងារធ្ងន់ស្ពឹកស្រពន់អាចជ្រើសរើសទឹកយិនសិនម៉ាក់អ៊ីយកទៅប្រើប្រាស់បានឱកាសល្អពីក្រុមហ៊ុន Free សេវាដឹកជញ្ជូនបងប្អូន25ខេត្តក្រុងទំនាក់ទំនងទិញតាមរយៈ Page EE Black 9និង Telegram ខាងលើអាចារ្យហែមជីវជាមហាថេរមួយអង្គនិងជាវីរបុរសឆ្នាំនៅក្នុងសម័យអាណានិគមបារាំងចាប់ពីឆ្នាំ1933ដល់ឆ្នាំ1942លោកប្រសូតនៅថ្ងៃអង្គារឆ្នាំចពុទ្ធសករាជ2440គ្រិស្តសករាជ1898នៅភូមិអូកូនតេញកោដេញសង្កាត់ដំបូកមានលក្ខស្រុកឧដុង្គខេត្តកំពង់ស្ពឺមានទីតាំងនៅខាងជិតស្ពានស្ថានីយ៍រថភ្លើងបាត់ដឹងឪពុកលោកឈ្មោះហែមធ្វើជាមេស្រុកដំបូកមានលក្ខរីឯម្ដាយលោកឈ្មោះទីវជាអ្នកស្រែចម្ការនិងមានបងប្អូនចំនួន4នាក់ហើយលោកគឺជាកូនទី2កាលនៅវ័យក្មេងកុមារហែមជីវបានទទួលការសិក្សាអប់រំពីព្រះគ្រូសង្ឃសត្ថាជណាតអស់រយៈពេលយូរឆ្នាំនៅវ័យ16ឆ្នាំលោកទទួលការបំបួសជាសាមណេរអាយុ20ឆ្នាំក៏បានបំពេញឧបសម្បទាជាភិក្ខុភិវៈក្នុងពុទ្ធសីមាវត្តលង្កាដែលមានព្រះមហាវិមលធម៌ថោងចាំងវាងសាលាបាលីជាន់ខ្ពស់មុនដំបូងជាឧបជាមានព្រះគ្រូបវរវិជ្ជាល្វីអែមនិងព្រះគ្រូសង្ឃសត្ថាជណាតជាព្រះគ្រូសូត្រលោកគ្រូអាចារ្យហែមជឿបានទៅនៅបង្រៀនអក្សរសាស្ត្រជាតិក្នុងខេត្តកំពតអស់6ឆ្នាំគឺចាប់ពីឆ្នាំ1927ដល់ឆ្នាំ1932ទើបត្រឡប់មកនៅភ្នំពេញវិញរួចបានប្រឡងជាប់ជាសាស្ត្រាចារ្យនៅសាលាបាលីជាន់ខ្ពស់ក្នុងឆ្នាំនោះផងដែរលោកគ្រូអាចារ្យហែមជឿមានសម្លេងធំក្រអួនក្រអៅមានទឹកដមគួរឲ្យចង់ស្ដាប់មានវោហារក្បោះក្បាយតែងតែបញ្យល់ពុទ្ធបរិស័ទឲ្យឈឺឆ្អាលនឹងការជិះជាន់របស់បរទេសហើយចំពោះការអប់រំសិស្សរបស់លោកវិញគឺពីរោះមិនក្រូតក្រៀតហេតុនេះហើយបានជាសិស្សគ្រប់អង្គស្រឡាញ់លោកព្រមទាំងស្អប់ខ្ពើមពួកអាណានិគមបារាំងខ្លាំងទៀតផងពេលនោះហើយជាពេលដែលកិត្តិនាមរបស់លោកអាចារ្យមានភាពល្បីរន្ទឺភូមិស្រុកណាក៏ចង់ឲ្យលោកទៅនិមន្តទេសនាដែរលោកអាចារ្យហែមជីវមានសមណស័ក្តិជាព្រះបាឡាត់ខោសនិករបស់សម្ដេចព្រះសង្ឃរាជជណាតកាលលោកនៅជាព្រះពុទ្ធឃោសាចារ្យនិយាយរួមទៅដោយសារតែឪពុករបស់លោកត្រូវជាមិត្តសម្លាញ់របស់សម្ដេចជណាតហើយនៅពេលដែលលោកមកបួសនៅវត្តដណាឡោមនឹងលោកគឺជាកូនសិស្សសំណប់របស់សម្ដេចជណាតផងដែរលុះដល់គ្រិស្តសករាជឆ្នាំ1940កងទ័ពជប៉ុនក៏ចូលមកដល់ដើម្បីវាយកម្ចាត់សត្រូវរបស់ខ្លួនគឺបារាំងអាមេរិកកាំងអង់គ្លេសនៅក្នុងឥណ្ឌូចិនទាំងមូលពេលនោះកងទ័ពបារាំងមានកម្លាំងខ្សោយបន្តិចហើយខ្មែរយើងឃើញដូច្នេះក៏ចូលទៅតាក់ទងនឹងជប៉ុនដើម្បីឲ្យគេជួយហើយគេក៏យល់ព្រមតាមសេចក្តីស្នើរបស់លោកសង្ឃអុកថាញ់ដែលជាអ្នកតំណាងក្រុមបដិវត្តន៍នៅថ្ងៃទី17ខែកក្កដាឆ្នាំ1942ស្រាប់តែឃើញចាំងវាងកិច្ចបារាំងម្នាក់និងលេខាធិការ2នាក់ទៀតបានទៅជួបលោកអឹងអ៊ីនាយករដ្ឋមន្ត្រីព្រមទាំងលោកទាសានរដ្ឋមន្ត្រីក្រសួងមហាផ្ទៃនិងធម្មការនិងមន្ត្រីឯទៀតគ្រានោះលោកទាសានបានបញ្ជាឲ្យលោកជុំមួងទៅនិមន្តលោកគ្រូអាចារ្យហែមជីវមកពេលលោកគ្រូអាចារ្យហែមជីវទៅដល់ស្រាប់តែលោកទាសានបង្ខំឲ្យលោកគ្រូអាចារ្យហែមជីវផ្លាស់ស្បង់ជីពណ៌ពីខ្លួនហើយស្លៀកពាក់ខោអាវធម្មតារួចបារាំងក៏នាំខ្លួនលោកទៅតាមរថយន្តបាត់តែម្ដងឆ្នាំ1942នេះហើយជាឆ្នាំដែលប្រទេសយើងត្រូវបាត់បង់អ្នកស្នេហាជាតិមាតុភូមិជាច្រើនអ្នកហើយមានចាស់ខ្លះនិយាយថាអាចារ្យហែមជីវដែលត្រូវបានបារាំងចាប់នេះមកពីស្ដេចសម័យនោះខ្សឹបឲ្យបារាំងចាប់ទៅបានជាពួកវាដឹងព្រោះស្ដេចផិតភ័យខ្លាចក្រុមបដិវត្តន៍រំលាយរាជបល្ល័ង្កចោលទើបធ្វើដូច្នេះដំណឹងបារាំងចាប់សឹកលោកគ្រូអាចារ្យហែមជីវបានធ្វើឲ្យសមណសិស្សនៅសាលាបាលីជាន់ខ្ពស់រំជើបរំជួលយ៉ាងខ្លាំងហើយផ្សាយទៅគ្រប់វត្តអារាមនិងខេត្តក្រុងដើម្បីរួមប្រជុំគ្នាធ្វើបាតកម្មតវ៉ាឲ្យដោះលែងលោកគ្រូអាចារ្យហែមជីវនិងលោកនួនឌួងពីទីឃុំឃាំងមកវិញពេលនោះលោកសង្ឃអុកថាញ់បានភៀសខ្លួនទៅពួនឯការិយាល័យកងអាវុធហត្ថរបស់ជប៉ុនដើម្បីគេចខ្លួនឲ្យផុតពីកណ្ដាប់ដៃបារាំងក្នុងគោលបំណងដឹកនាំក្រុមបដិវត្តន៍ក្នុងការរំដោះជាតិឲ្យបានសម្រេច
ការតាក់ទងរវាងលោកសឹងងកថាញ់និងមេដឹកនាំខាងបាតកម្មបានប្រព្រឹត្តទៅយ៉ាងសកម្មដែលមានលោកប៊ុនច័ន្ទមុលជាអ្នកនាំពាក្យទៅជម្រាបលោកប៉ាច់ឈឿនក្រោយមកលោកប៉ាច់ឈឿនត្រូវបានបារាំងចាប់ទៀតតើបងប្អូនមានដឹងទេដោយសារតែលោកអាចារ្យហ៊ានធ្វើការរើបំរាស់ពីការជិះជាន់របស់បរទេសទើបលោកត្រូវបានគេយកទៅកាត់ទោសនិងឃុំខ្លួននៅកោះត្រឡាចខ្មែរក្រោមបច្ចុប្បន្នចាប់តាំងពីចូលមកនៅក្នុងគុកព្រៃនគរលោកអាចារ្យហែមជីវតែងណែនាំអប់រំអ្នកទោសខ្មែរឲ្យស្រឡាញ់ខ្មែរកុំឲ្យភ្លេចជាតិខ្លួនឲ្យសោះហើយការជំនុំជម្រះអ្នកទោសខ្មែរ2ទៅ3ដងហើយនៅតែមិនទាន់សម្រេចថាយ៉ាងណាសោះគេឃើញតែព្រះអាចារ្យប៉ាំងខាត់មួយត្រូវរួចវិលមកភ្នំពេញវិញក្រោយមកលោកប៉ាច់ឈឿនអាចារ្យហែមជីវនួនដួងត្រូវទទួលទោសប្រហារជីវិតចំណែកលោកប៊ុនច័ន្ទមុលមានទោសដាក់គុក5ឆ្នាំនិងត្រូវនិរទេសមិនឲ្យចូលស្រុក15ឆ្នាំទៀតហើយចំពោះអត្តធិធរបស់អាចារ្យហែមជីវបាននាំយកពីកោះត្រឡាចកន្លែងដែលព្រះអង្គអស់ព្រះជន្មមកធ្វើបុណ្យរំលាយនៅថ្ងៃទី20និង21ខែកក្កដាឆ្នាំ1972ហើយស្របពេលនោះសិភៅស្ដីពីជីវប្រវត្តិរបស់ព្រះអង្គក៏បានបោះពុម្ពផ្សាយក្រោមស្នាដៃរៀបរៀងរបស់លោកកុយលូតបងប្អូនអរគ្នាសាច់រឿងនឹងមិនទាន់ចប់ត្រឹមនឹងទេបន្ទាប់ពីគេចាប់លោកគ្រូអាចារ្យហែមជានិងលោកនួនដួងគឺមានព្រឹត្តិការណ៍ដ៏ធំមួយទៀតបានកើតឡើងដែលអ្នកប្រវត្តិសាស្ត្រហៅថាសង្គ្រាមឆ័ត្រដូច្នេះនៅក្នុងវីដេអូក្រោយខ្ញុំនឹងនិយាយអំពីសង្គ្រាមឆ័ត្រនេះសូមអរគុណហើយជួបជាមួយខ្ញុំជឿនវ៉ានីនៅវីដេអូក្រោយអាចារ្យហែមជាវសង្សង្ត្រាចាគំនិតស្នេហាវប្បធម៌ដំចុកខ្នងឈឺចង្កេះបញ្ហាក្រពះពោះវៀនរ៉ាំរ៉ៃគេមិនសូវលក់កម្លាំងចុកខ្សោយឧស្សាហ៍ឈឺកុសខ្យល់ញឹកញាប់និងបញ្ហាសុខភាពជាច្រើនមុខទៀតសូមណែនាំបងប្អូនពិសាទឹកយិនសិនម៉ាក់អ៊ីអាចជួយសម្រួលសម្រាលអាការៈជំងឺរបស់បងប្អូនបានផលិតផលសតពីប្រទេសកូរ៉េ